ការដើម្បីស្លាប់បុត្រមនុស្សមិនបានមកដើម្បីបម្រើទេប៉ុន្តែដើម្បីបម្រើឲ្យប្រគល់ជីវិតរបស់ខ្លួនជាថ្លៃលួសមនុស្សជាច្រើននោះម៉ាថាយ20 ខទី 28 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទដើម្បីឲ្យជីវិតមានន័យមនុស្សគ្រប់រូបត្រូវមានគោលបំណងក្នុងជីវិតគ្មានប្រយោជន៍យ៉ាងណាបើគ្មានគោលបំណងប្រៀបដូចជាជិះឡានក្រុងបន្ទាប់ពីធ្វើដំណើរជារង្វង់អស់រយៈពេលយូរពេលដែលយើងសួរអ្នកបើកបរថាតើឡានក្រុងនេះទៅណាអ្នកបើកបរឆ្លើយថាមិនដឹងទេតើវាគួរឲ្យខ្លាចប៉ុណ្ណាទៅប្រសិនបើយើងមិនមានគោលដៅក្នុងជីវិតនេះទោះបីជាមនុស្សរាប់លានអ្នកប្រារព្ធការប្រសូតរបស់ព្រះយេស៊ូវដោយប្រារព្ធបុណ្យណូអែលជារៀងរាល់ឆ្នាំរហូតមកដល់សព្វថ្ងៃនេះប៉ុន្តែមនុស្សជាច្រើនមិនដឹងពីអត្ថន័យពិតនៃការប្រារព្ធពិធីប្រសូតរបស់លោកយេស៊ូវទេលោកយេស៊ូវបានចាប់ផ្ដើមជាមួយនឹងបុណ្យណូអែលចុងបញ្ចប់នៃជីវិតរបស់ព្រះយេស៊ូវទ្រង់សុគតដោយព្យួរលើឈើឆ្កាងដ៏ក្រោធក្រៀតខ្ពស់នៅលើភ្នំកាល់វ៉ារីគួរឲ្យអាម៉ាស់ខ្ញុំសូមអញ្ជើញលោក Christian Suharto ពីមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kezia Badarakesih ដើម្បីលើកការសរសើរដូចខាងក្រោមខ្ពស់លើភ្នំកាឡាពន្លឺនៃឈើឆ្កាងរបស់អ្នកព្រះម្ចាស់របស់ខ្ញុំពីពន្លឺដ៏ភ្លឺរបស់វារស្មីនៃសេចក្តីស្រឡាញ់និងពរជ័យដ៏អស្ចារ្យមនុស្សជាតិទាំងអស់មើលទៅឆ្ពោះទៅរកពន្លឺនៃសេចក្តីស្រឡាញ់ទន់ភ្លន់ដូចជាអ្នកបើកសំពៅដែលខូចប្រាថ្នាចង់បាននៅទីខាងកើតព្រះអាទិត្យរះពេលព្រឹកយើងដឹងថាការប្រសូតរបស់ទ្រង់ខុសពីធម្មតាដោយសារទ្រង់បានប្រសូតពីព្រហ្មចារីជីវិតរបស់ទ្រង់ក៏ប្លែកដែរព្រោះមានតែទ្រង់ប៉ុណ្ណោះដែលរស់ដោយគ្មានបាបការស្លាប់របស់គាត់ក៏មិនធម្មតាដែរព្រះយេស៊ូវមិនមែនជាទុក្ខបុគ្គលទេគាត់មិនមែនជាជនរងគ្រោះនៃកាលៈទេសៈអកុសលទេគាត់បានស្លាប់ដោយហេតុផលស័ក្តិសមគាត់ក៏មិនស្លាប់គ្រាន់តែធ្វើជាគំរូល្អដែលមានអ្វីដែលមានន័យជាងអ្វីទាំងអស់ព្រះអម្ចាស់យេស៊ូវបានយាងមកពិភពលោកនេះដើម្បីជាព្រះអង្គសង្គ្រោះសម្រាប់យើងទាំងអស់គ្នាយាងមកដើម្បីស្វែងរកហើយជួយសង្គ្រោះអ្នកដែលបាត់បង់លូកា 19 ក្តប់តើអ្នកណាជាអ្នកបាត់បង់ព្រះគម្ពីរប្រាប់យើងថាទាំងអស់គ្នាបានប្រព្រឹត្តអំពើបាបហើយប្រាក់ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់រ៉ូម 3 ខទី 23 រ៉ូម 5 ខទី 23ដើម្បីសង្គ្រោះពិភពលោកព្រះយេស៊ូវត្រូវតែសុគតជំនួសវាគាត់បានមកហើយរស់នៅក្នុងជីវិតដ៏បរិសុទ្ធហើយបានទទួលរងនៅសេចក្តីស្លាប់ដែលនឹងក្លាយជារបស់យើងអត្ថន័យពិតនៃបុណ្យណូអែលគឺព្រះយេស៊ូវបានប្រសូតមកដើម្បីសុគតដោយសារទ្រង់ត្រូវបានគេឆ្កាងហើយបន្ទាប់មកមានព្រះជន្មរស់ឡើងវិញនោះការអត់ទោសបាបនិងការធានាពីស្ថានសួគ៌ឥឡូវនេះត្រូវបានផ្ដល់ជូនដល់អស់អ្នកដែលជឿយ៉ូហាន 1:12 ប្រសិនបើយើងមិនទាន់បានទទួលទេសូមទទួលយកទ្រង់ព្រះយេស៊ូវថ្ងៃនេះនោះជីវិតរបស់យើងនឹងប្រែជាមានន័យអាមែនការបំផុសគំនិតថ្ងៃនេះប្រសិនបើយើងមិនឃើញស្រមោលឈើឆ្កាងនៅក្នុងស្នូកដែលជាកន្លែងដែលព្រះយេស៊ូវបានប្រសូតទេយើងនឹងនឹកTuhan ku mau menyenangkan-Mu Tuhan bentuklah hati ini jadi bejana untuk hormat-Mu cemerlang bagai emas murni Tuhan ku serahkan hatiku semua ku berikan padamu kuduskan hingga tulus selalu agar aku menyenangkan-Mu menyenangkan